ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាច្បាស់ជាមានរឿង Hollywood ដែលអ្នកទាំងអស់គ្នាពេញចិត្តរៀងៗខ្លួនហើយគ្រប់ពេលដែលយើងមើលរឿងហ្នឹងគឺយើងកំពុងតែមើលការថតភាពយន្តដ៏អស្ចារ្យមួយផងដែរមិនត្រឹមតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាក៏កំពុងតែមើលស្នាដៃដ៏ផ្ចិតផ្ចង់មួយរបស់ក្រុមការងារនៅពីក្រោយហ្នឹងដែលអ្នកទាំងអស់គ្នាមិនស្គាល់ផងដែរហើយក្រុមការងារគឺមានតាំងពីមនុស្សមានតាំងពី software ថ្ងៃនេះខ្ញុំមានចំណុចមួយចំនួនដើម្បីមកបង្ហាញអ្នកទាំងអស់គ្នាថាដូចម្តេចបានជា Hollywood ជ្រើសរើសយក DaVinci Resolve ទៅប្រើប្រាស់កន្លងមកនៅពេលដែលយើងនិយាយតាក់ទងជាមួយនឹង DaVinci Resolve គឺយើងនឹងនឹកឃើញទៅដល់ការកែពណ៌មុនគេហើយនេះគឺជាការចាប់ផ្ដើមរបស់កម្មវិធី DaVinci Resolve គឺជាការកែពណ៌នឹងឯងអញ្ចឹង DaVinci Resolve គឺមានបទពិសោធន៍ច្រើនមែនទែនទៅលើ color page នឹងឯងហើយកែពណ៌របស់កម្មវិធី DaVinci Resolve គឺយើង special ត្រង់ថាយើងប្រើប្រាស់តាក់ទងជាមួយនឹង node base អញ្ចឹងគឺយើងអត់ប្រើតាក់ទងជាមួយនឹង layer ទេការប្រើប្រាស់តាក់ទងជាមួយនឹង node base គឺធ្វើឲ្យយើងមានភាព flexible ច្រើនអញ្ចឹងយើងអាចដាក់មួយ node ទៅ setting ផ្សេងមួយ node ទៅ setting ផ្សេងអញ្ចឹងទៅអញ្ចឹង node base គឺជួយឲ្យការងាររបស់យើងវាកាន់តែរលូនហើយនឹងច្បាស់លាស់ជាងមុនអញ្ចឹងយើងងាយស្រួលក្នុងការ control ហើយពេលវេលាដែលយើងប្រើប្រាស់ហ្នឹងគឺវាកាន់តែលឿនជាងមុនផងដែរបន្ថែមពីនេះទៀត DaVinci Resolve គឺ support រហូតដល់ 8K raw timeline អញ្ចឹងយើងថត resolution ប៉ុណ្ណាក៏ដោយយើងដាក់ចូល timeline មកក៏យើងអាចបាន resolution ដើម្បីមើលនេះរហូតដល់ 8K ផងដែរហើយនៅក្នុងការកែពណ៌នីមួយៗគឺយើងបានដឹងស្រាប់ហើយគឺយើងប្រើប្រាស់តាក់ទងជាមួយនឹង working color space គឺមានច្រើនប្រភេទមែនទែនហើយតាក់ទងជាមួយនឹង Hollywood គឺប្រើប្រាស់រហូតដល់ ASIS អញ្ចឹង DaVinci Resolve ក៏ support តាក់ទងជាមួយនឹង ASIS គ្រប់ចំនួនផងដែរចំណុចបន្ទាប់គឺជា post production run trip អញ្ចឹងយើងនឹងស្រាប់ហើយពេលដែលយើងថតរឿងហើយគឺយើងតែងតែយករឿងនោះមកកាត់តមកកែសំឡេងមកកែពណ៌កែអីចឹងទៅឬក៏ថែមតាក់ទងជាមួយនឹង visual effect ផ្សេងៗហើយកម្មវិធី DaVinci Resolve គឺជាកម្មវិធីតែមួយគត់ដែលមានមុខងារទាំងអស់ហ្នឹងនៅក្នុងកម្មវិធី DaVinci Resolve តែមួយអញ្ចឹងអ្នកនរគ្នាចង់កាត់ផងអ្នកនរគ្នាចង់កែពណ៌ផងកែសំឡេងផងកែធ្វើ visual effect ផង delivery ផង organize តាក់ទងជាមួយនឹង media ផងគឺអ្នកទាំងអស់គ្នាមាននៅក្នុងហ្នឹងតែមួយតែម្ដងអញ្ចឹងអត្ថប្រយោជន៍នេះគឺធ្វើឲ្យអ្នកទាំងអស់គ្នាអត់ត្រូវការ render ដើម្បីបោះទៅ software ផ្សេងៗអត់បាត់តាក់ទងជាមួយនឹង metadata នៅពេលដែលយើងយកទៅ software ផ្សេងអីចឹងទៅឬក៏យើង backup ឲ្យគ្នាអញ្ចឹងទៅហើយអ្វីដែលសំខាន់នោះគឺអ្នកទាំងអស់គ្នាអត់សូវខាតពេលតាក់ទងជាមួយនឹង post production round trip របស់អ្នកទាំងអស់គ្នាចំណុចបន្ទាប់គឺជា hardware power ក៏ដូចជា studio delivery យើងដឹងស្រាប់ហើយពេលវេលាមានតម្លៃខ្លាំងមែនទែននៅពេលដែលយើងនិយាយតាក់ទងជាមួយនឹងការផលិតរឿង Hollywood ដូច្នេះហើយ Blackmagic Design គឺបានផលិតតាក់ទងជាមួយនឹង hardware ផ្សេងដូចជា panel ដើម្បីកែពណ៌keyboard ដើម្បីធ្វើការ editing ក៏ដូចជា console ដើម្បីធ្វើការកែតាក់ទងជាមួយនឹងសំឡេងឬក៏ mixing សំឡេងអីផ្សេងអញ្ចឹងវាធ្វើឲ្យ workflow ក៏ដូចជាល្បឿននៅក្នុង post production ហ្នឹងវាកាន់តែលឿនហើយកាន់តែ smooth ជាងមុនជាមួយនឹង license អត់ដល់$300ទេប៉ុន្តែ DaVinci Resolve គឺអនុញ្ញាតឲ្យអ្នកទាំងអស់គ្នា delivery Dolby Vision ក៏ដូចជា Dolby Atmos ទៅកាន់ Netflix ឬក៏រោងកុនខ្នាតធំផ្សេងDaVinci Resolve គឺជួយតាំងពីការ save តាក់ទងជាមួយនឹង budget ក៏ដូចជាពន្លឿនទៅដល់ពេលវេលានៅក្នុង workflow post production របស់ Hollywood ហ្នឹងគឺកាន់តែលឿនជាងមុនផងដែរអញ្ចឹងពេលវេលាកាន់តែលឿនចំណាយក៏កាន់តែតិចដូចគ្នានេះគឺជាចំណុចមួយចំនួនដែលធ្វើឲ្យ Hollywood ហ្នឹងគឺគាត់ទុកចិត្តទៅលើកម្មវិធី DaVinci Resolve អញ្ចឹងយើងមានចំណុចផ្សេងជាច្រើនទៀតដូចជាការ support 32K 120 frame យើងមាន HDR workflow យើងមាន visual effect ផ្សេងដូចជា 3D environment អីចឹងទៅអញ្ចឹងគឺមានច្រើនមែនតើអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមអាច comment នៅខាងក្រោមបានវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយ